Ok, សូមស្វាគមន៍អ្នកគ្នាថ្ងៃនេះយើងបន្តមេរៀនទី4ទៀតអញ្ចឹងមេរៀនទី4នេះគឺនិយាយពីមាននិយាយពីខ្លះអ្នកគ្នាគឺនិយាយពី what's his name okay what's his name អញ្ចឹងយើងមកសិក្សាបន្តទៀតគឺនិយាយពី you ប្រែថាអ្នក he ប្រែថាគាត់ his របស់គាត់ she នាង her របស់នាងអូខេ conversation នៅក្នុងទីនេះគឺមាន Tom ហើយនិង Devi ឥឡូវយើងមកចូលរួមអានទាំងអស់គ្នា what's his name what's his name ហើយមួយទៀតគឺ his name's T his name T ឬក៏ his name is T okay he's from Battambang province okay he's from Battambang province what's her name what's her name her name's Sri ឬក៏ her name is Sri okay she's from Siem Reap យើងចង់ដាក់ province កន្លែងនេះក៏បានឬក៏មិនដាក់ក៏បានដែរ okay she's from Siem Reap province អញ្ចឹងទៅឥឡូវយើងអានម្ដងទៀតហើយបកប្រែដល់គ្នា Tom what's his name តើគាត់ឈ្មោះអ្វី Devi គាត់ឆ្លើយថា his name's T គាត់ឈ្មោះ T he's from Battambang province គាត់មកពីខេត្តបាត់ដំបង Tom សួរបន្ត what's her name តើនាងឈ្មោះអ្វី Devi her name's ស្រីឬក៏ her name is ស្រីនាងឈ្មោះស្រី she's from Siem Reap province ឬក៏ she is from Siem Reap province អញ្ចឹងក៏បានដែរហើយមួយទៀតយើងតចូលមកកន្លែង to be ម្ដង to be នោះគឺយើងនិយាយអំពី present simple យើងអំពីបច្ចុប្បន្នកាលនៅក្នុងអត្ថបទរបស់យើងខាងលើនេះអូខេអញ្ចឹង to be នេះគឺមាន am is are បើយើងប្រែថាគឺជានៅឬក៏ប្រែថាមាន am is are នេះប្រែថាអញ្ចឹងណាគឺជានៅមានហើយពេលខ្លះគេអត់ប្រែទេហើយនៅពេលណាគេប្រែនៅពេលណាគេអត់ប្រែអាហ្នឹងអាស្រ័យទៅលើជាក់ស្ដែងយើងរៀនតទៅជ្រៅទៀតនោះបានអូខេនេះគាត់ទៅញែកជាបដសន្នសង្ខេបខ្លីសិនហើយទី1នេះគឺនិយាយអំពី am បើទម្រង់ខ្លីគឺ conditional stress am ហ្នឹងគឺជាការស្រេច am នេះគឺយើងប្រើជាមួយនឹង I am ប្រើជាមួយ I ឧទាហរណ៍បើសិនជាយើងចង់និយាយថានិយាយខ្លីខេបខ្លីយើងប្រើចេះនេះ am អូខេ am អញ្ចឹង am ប្រើជាមួយ I ឧទាហរណ៍ថា I am a student អញ្ចឹងទៅឬក៏ am a student មួយទៀត I am a taxi driver ឬក៏ am a taxi driver អញ្ចឹងអូខេយើងចេះប្រែណា I am a teacher ហ្នឹងគឺខ្ញុំជាគ្រូបង្រៀន I am a taxi driver ខ្ញុំគឺជានិរតស៊ីម្នាក់អញ្ចឹងកន្លែង is ប្រើជាមួយនឹង he she it សូមបញ្ជាក់ថាបើសិនជាកន្លែង first n នេះគឺជាទម្រង់ឃ្លារបស់ is នៅក្នុងពេលនេះណាអូខេ is ប្រើជាមួយនឹង he she it ឧទាហរណ៍ he is a police officer អូខេ police officer មន្ត្រីនគរបាលណាគាត់គឺជាមន្ត្រីនគរបាលម្នាក់ he is a police officer she is a writer she is a writer កន្លែងនេះគឺមានន័យថាអ្នកនិពន្ធនាងគឺជាអ្នកនិពន្ធម្នាក់
it ម្ដង it is a hot dog it is a hot dog នេះគឺសាច់ក្រកបងប្អូនវាគឺជាសាច់ក្រកមួយអូខេ hot dog មិនមែនឆ្កែក្តៅដែរអូខេកន្លែងនេះដូចគ្នាដែរ r ប្រើជាមួយនឹង uv day អញ្ចឹង r គេ first er ហ្នឹងអញ្ចឹងទៅខ្លីសង្ខេបអញ្ចឹងក៏បានដែរតោះថា you are a student ឬក៏យើងដាក់អញ្ចឹងក៏បានដែរ first er មក you are okay a student ជាមក okay you are a student ជាមកកន្លែងនេះ are ហើយមួយទៀត we are soldiers we are soldier អូខេយើងជាទាហាន they are doctor ពួកគេគឺជាវិជ្ជាបណ្ឌិតម្នាក់អញ្ចឹងទៅអូខេអញ្ចឹងនៅក្នុងចំណុចនេះយើងមកអនុវត្តទាំងអស់គ្នាអូខេគេថាម៉េចនៅក្នុងទីនេះគឺគេឲ្យយើង practice មានន័យថាអនុវត្តនៅលេខ1អូខេ letter A នេះគេថា translate the following sentences into English អញ្ចឹងមានន័យថាគេឲ្យយើងបកប្រែអូខេប្រយោគនៅខាងក្រោមនេះជាភាសាអង់គ្លេសទាំងអស់គ្នាសាកមើលនៅទីលេខ1នេះតើគាត់ឈ្មោះអ្វីអូខេអង់គ្លេសថាម៉េចដែរ yes what's his name okay what's his name តើគាត់ឈ្មោះអ្វីចូលទី2គាត់ឈ្មោះ T អូខេគាត់ឈ្មោះ T តើអង់គ្លេស his name's T អូខេ his name's T ហើយចំណុចលេខ3គាត់មកពីខេត្តបាត់ដំបងអង់គ្លេសថាម៉េចដែរអ្នកគ្នាអង់គ្លេស he's from Battambang province yeah he's from Battambang province ទី4តើនាងឈ្មោះអ្វីនឹងសម្រាប់មនុស្សស្រីអង់គ្លេសថាម៉េចទៅជាសំណួរតើនាងឈ្មោះអ្វីអូខេ yeah what's her name តើនាងឈ្មោះអ្វីទី5អូខេនាងឈ្មោះស្រីតើនាងឈ្មោះស្រី yeah her name's ស្រី ស្រីទី6នាងមកពីខេត្តសៀមរាបអូខេតើនាងមកពីខេត្តសៀមរាប she's from Siem Reap province okay she's from Siem Reap province okay very good exercise អូខេយើង letter B នេះគឺគេឲ្យយើង use words in the box to fill in the gaps below មានន័យថាឲ្យយើងប្រើប្រាស់ពាក្យនៅក្នុងប្រអប់ហ្នឹងណាដើម្បីបំពេញចូលនៅក្នុងនេះអូខេឧទាហរណ៍ថា name is Devi from Cambodia អញ្ចឹងទៅ name is Tom from England អញ្ចឹងតើកន្លែងនេះយើងដាក់អី his she he her អូខេអញ្ចឹងលេខ1តើអីគេកន្លែងនេះអូខេសាកទីមកតោះនេះ yeah her name is Devi គឺជាមនុស្សស្រីអញ្ចឹង her name is Devi អញ្ចឹង from Cambodia កន្លែងនេះដាក់គេនេះតែមួយណាអូខេតើកន្លែងនេះយើងដាក់មិនអូខេ good she's from Cambodia អញ្ចឹងនៅសល់2ទេលេខ2នេះអូខេកន្លែងនេះយើងដាក់គេ yeah his name is Tom អញ្ចឹងនៅសល់មួយអូខេ his name នេះទៅហើយកន្លែង C នេះក៏ទៅដែរអញ្ចឹងនៅសល់កន្លែងនេះទេអូខេយើងដាក់ចូលមក he's from England អូខេ he's from England អូខេ very good អញ្ចឹងល្អមែនតើហើយបងប្អូនគ្នាហើយមេរៀនយើងគឺចប់ត្រឹមប៉ុណ្ណេះជួបគ្នានៅមេរៀនក្រោយទៀតអូខេអរគុណច្រើន